ជំរាបសួរសួស្តីបងប្អូនអ្នកគ្នាតើថ្ងៃនេះវិលមកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយសម្រាប់ថ្ងៃនេះផងដែរគឺថានាងខ្ញុំមានមុខម្ហូបមួយមុខគឺមកចាជូនបងគឺពងទាកូនស៊ីឈាន់របស់យើងនឹងបងប្អូនហើយមើលស្ដាប់សលេងអ្នកភ្លក់បងនិយាយពីរសជាតិវិញបងប្អូនគឺថាញាក់សាច់មែនតែនហ្មងណាគឺថាមួយមុខនេះគឺថាអូយចូលជាតិសាហាវបងប្អូនដល់ពេលដែលយើងគោះវាឲ្យមានលក្ខណៈថាបែកចេះទៀតហើយយើងរងាស់វាឲ្យរាងយូរបងប្អូនគឺថាពងទាកូនរបស់យើងចូលជាតិបងប្អូនតែបងប្អូនខ្លះគឺថាគាត់នៅពេលដែលគាត់អត់គោះឲ្យវាបែកចឹងទេនៅពេលដែលគាត់ស្ងោរទៅគឺថាអត់សូវចូលជាតិល្អទេបងប្អូនសម្រាប់ពងទាកូនរបស់យើងទិញមកពីផ្សារហ្នឹងយើងធ្វើការលាងសម្អាតវាឲ្យបានស្អាតល្អទៅតែសម្រាប់នាងខ្ញុំថ្ងៃនេះគឺថាប្រើតែចំនួន10គ្រាប់ឯងបងប្អូនព្រោះដោយសារញ៉ាំម្នាក់ឯងទេយើងដោះសម្អាតវាលាងវាឲ្យស្អាតទៅទី1កុំឲ្យវាជាប់ជាមួយនឹងលមុទីអីចឹងណាបងប្អូនហើយគ្រឿងផ្សំរបស់យើងគឺថាមានម្ដេងកោសសក្តិហើយនឹងស្លឹកក្រូចសើចសម្រាប់ម្ដេងអីហ្នឹងគឺថាយើងហាន់ចិត្តវាបានស្អាតល្អទៅបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏សូមពឹងបងប្អូនជួយចុច Subscribe ឲ្យនាងខ្ញុំម្នាក់មួយផងណាបងប្អូនទាំងអស់គ្នាអរគុណទុកជាមុនសម្រាប់គ្រឿងរបស់យើងគឺថាយើងលាងវាបានច្រើនទឹកតិចទៅបងប្អូនកុំឲ្យវានៅជាប់កតិចដៃណាហើយក្នុងនោះផងដែរគឺថានាងខ្ញុំប្រើជាមួយនឹងជីពងទាកូនហើយនឹងការ៉ុតផងដែរបងប្អូនសម្រាប់ជីពងទាកូនរបស់យើងណាគឺថាទិញតែ500បងប្អូនអើយអ្នកលក់ឲ្យឡើងមកស្បោងហើយចំណែកគ្រឿងផ្សំរបស់យើងណាបងប្អូនគឺថាមានតែប៉ុណ្ណឹងមុខមកគឺថាញាក់សាច់បងប្អូនអើយអត់មានអីប្រវ៉ាអីបងប្អូនងាយស្រួលមែនតើសម្រាប់បងប្អូនដែលគាត់ធ្វើញ៉ាំនៅផ្ទះអីហ្នឹងឬមួយក៏ល្ងាចឡើងចង់ហូបអ្នកដែលគាត់ចូលចិត្តហូបពងទាកូនហូបអីហ្នឹងគឺថាគាត់ហូបទៅគឺថាឆ្ងាញ់បងប្អូនហើយសម្រាប់ពងទាកូនរបស់យើងណាបងប្អូនបងប្អូនប្រើពងទាកូន20ថ្ងៃឯណាបងប្អូនបានឆ្ងាញ់បើបងប្អូនប្រើអាខោមហ្នឹងវាលក្ខណៈថាវាកូនទូចពេកទៅគឺថាញ៉ាំអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងសូមឲ្យវាកូនចាប់ពី20ថ្ងៃទៅគឺថាឆ្ងាញ់ហើយសម្រាប់គ្រឿងមកយើងរៀបចំរួចអស់ហើយគឺថាខ្ញុំវិលមកដាំទឹកបងប្អូនហើយតែទឹករបស់យើងពុះហើយគឺយើងដាក់គ្រឿងរបស់យើងចូលមកហើយសម្រាប់ដុំស៊ីឈាន់របស់យើងនេះគឺថានាងខ្ញុំប្រើតែចំនួនកន្លះដុំឯងបងប្អូនព្រោះដោយសារយើងស្ងោរតែពងទា10គ្រាប់ឯណាហើយក្នុងនោះយើងលួចគ្រឿងតិចមកលួចដូចជាស្ករប៊ីចេងអំបិលអីបន្តិចតួចមកបងប្អូនដើម្បីឲ្យវាចូលជាតិល្អហើយក្នុងនោះផងដែរនាងខ្ញុំក៏បានប្រើជាមួយនឹងទឹកអំពៅបងប្អូនបើបងប្អូនខ្លះគាត់អត់ចង់ប្រើគាត់ប្រើជាប្រភេទទឹកដូងក៏បានដែរណាបងប្អូនទាំងអស់គ្នាហើយយើងដាក់ពងទារបស់យើងចូលមកគ្រាប់វាទុកមកសន្ទុះបងប្អូនដល់ពេលមើលតែថាពងទាយើងរៀងចង់រីងទឹកហើយបងប្អូនគោះវាឲ្យបែកបែបនេះនៅពេលដែលយើងគោះវាបែកបែបហ្នឹងគឺនៅពេលដែលយើងងាស់វាកាន់តែយូរបងប្អូនគឺថាវាចូលជាតិល្អមែនតើហ្មងហើយបើសិនជាយើងអត់គោះទេគឺថាវារងាស់យូរវាងាយចូលជាតិល្អឯងបងប្អូនយើងគោះពងទារបស់យើងឲ្យសព្វហ្នឹងមកចំនួនរបស់យើងគឺថា10គ្រាប់បងប្អូនតែបើបងប្អូនស្ងោរលក់អីចឹងគឺថាគាត់ប្រហែលជាអត់អាចគោះកើតទេបងប្អូនចឹងសម្រាប់យើងធ្វើនៅផ្ទះញ៉ាំខ្លួនឯងចឹងគឺថាវាមានភាពងាយស្រួលមួយយ៉ាងដែរហើយបន្ទាប់ពីពងទារបស់យើងនេះហើយគឺថានាងខ្ញុំវិលមកធ្វើជាមួយនឹងទឹកជ្រលក់របស់យើងសម្រាប់ទឹកជ្រលក់របស់យើងគឺទឹកម្រេចចឹងបងប្អូនសម្រាប់ទឹកជ្រលក់បើបងប្អូនគាត់មានជាប្រភេទខ្ទឹមជ្រក់ក៏បានដែរបងប្អូនតែនាងខ្ញុំច្រើនដល់ញ៉ាំជាមួយនឹងទឹកម្រេចណែពងទារបស់យើងគឺថានាងខ្ញុំរងាស់ឡើងចង់រីងទឹកឯងបងប្អូនអើយមើលទៅគឺថាឆ្អិនល្អហើយយើងសងយកមកដាក់ចានដើម្បីរៀបចំញ៉ាំណាបងប្អូនទាំងអស់គ្នាគឺថាមួយមុខនេះឆ្ងាញ់មែនតើបងប្អូនអាចសាកធ្វើញ៉ាំបាននៅផ្ទះហើយវីដេអូរបស់នាងខ្ញុំក៏ឈានដល់ទីបញ្ចប់ដែរណាបងប្អូនទាំងអស់គ្នាអរគុណជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងនាងខ្ញុំបាយបាយ